ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងវឹកវើឆ្នាំ2024និងបន្តបើកវគ្គសិក្សាសម្រាប់ឆ្នាំ2025-2026នៃសាកលវិទ្យាល័យការពារជាតិនៅព្រឹកថ្ងៃទី28ខែមេសាឆ្នាំ2025សាកលវិទ្យាល័យការពារជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពារជាតិដែលបានសិក្សាលើផ្នែកនៃការវិភាគស្ថានភាពសន្តិសុខការវិតម្លៃការគម្រាមកំហែងមកលើសន្តិសុខជាតិគោលនយោបាយការពារជាតិកិច្ចការពារព្រំដែនកិច្ចការពារសន្តិសុខជាតិទាំងប្រពៃណីនិងមិនប្រពៃណីការធ្វើកំណែទម្រង់យោធាការចូលរួមនៅក្នុងវិស័យការពារជាតិនៅលើឆាកអន្តរជាតិតាមរយៈនៃការសិក្សាផ្នែកវិទ្យាសាស្ត្រយោធាវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រពិតភាសាបរទេសជូនដល់កងយុទ្ធពលខេមរភូមិន្ទនិងភាសាខ្មែរជូនដល់និស្សិតយោធាបរទេសផងដែរយោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯកដោកសុផាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិបានឲ្យដឹងថាវគ្គសិក្សាឆ្នាំ2024-2025កន្លងមកសាកលវិទ្យាល័យការពារជាតិបានអនុវត្តការងារបណ្ដុះបណ្ដាលវឹកវើនិងបំពេញបានចំនួន19វគ្គដែលមាននិស្សិតនិងសិក្ខាកាមជាតិនិងអន្តរជាតិសរុបចំនួន1010នាក់និងវគ្គបន្តសម្រាប់ឆ្នាំសិក្សា2025ចំនួន9វគ្គដែលមាននិស្សិតនិងសិក្ខាកាមចំនួន242នាក់និងវគ្គថ្មីចំនួន13វគ្គដែលមាននិស្សិតនិងសិក្ខាកាមចំនួន693នាក់នៅក្នុងនោះនិស្សិតយោធាបរទេសមានចំនួន103នាក់ដែលមានមកពី5ប្រទេសគឺប្រទេសវៀតណាមចំនួន60នាក់ប្រទេសឡាវចំនួន20នាក់ប្រទេសថៃចំនួន8នាក់សហភាពមីយ៉ាន់ម៉ាចំនួន13នាក់និងប្រទេសចិនចំនួន2នាក់ចំពោះលទ្ធផលនិស្សិតនិងសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ2024កន្លងមកបានប្រឡងបញ្ចប់វគ្គនៅសាកលវិទ្យាល័យការពារជាតិចំនួន10វគ្គដែលមាននិស្សិតនិងសិក្ខាកាមសរុបចំនួន796នាក់ដែលទទួលបាននិទ្ទេសល្អប្រសើរចំនួន57នាក់និទ្ទេសល្អណាស់100នាក់និទ្ទេសល្អ92នាក់និទ្ទេសល្អបង្គួរ168នាក់និទ្ទេសមធ្យមចំនួន235នាក់និងខ្សោយធ្លាក់ចំនួន52នាក់នាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាពិសេសគឺបច្ចេកវិទ្យា Digital សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី4និងបរិវត្តកម្ម Digital ជាគន្លឹះដែលជាមធ្យោបាយដ៏សំខាន់នៃការសម្រេចនូវចក្ខុវិស័យឆ្នាំ2050ចំពោះវិស័យការពារជាតិរាជរដ្ឋាភិបាលបន្តជំរុញការកែតម្រង់កងយុទ្ធពលខេមរភូមិន្ទលើកកម្ពស់កសាងបណ្ដុះបណ្ដាលធនធានមនុស្សការអភិវឌ្ឍសមត្ថភាពកងទ័ពប្រកបដោយវិជ្ជាជីវៈនិងស្មារតីទទួលខុសត្រូវខ្ពស់រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍសម្ភារៈបច្ចេកទេសយុទ្ធោពករណ៍ភស្តុភារនិងហិរញ្ញវត្ថុសម្ដៅឈានទៅធ្វើទំនើបកម្មកងទ័ពឲ្យឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យាទំនើបនិងនវានុវត្តន៍យោធាក្នុងតំបន់និងពិភពលោកនៅក្នុងរយៈពេលមធ្យមនិងវែងសម្ដៅលើកកម្ពស់ប្រសិទ្ធភាពការងាររបស់គ្រប់កងឯកភាពក្នុងកងយុទ្ធពលខេមរភូមិន្ទការរីកចម្រើននិងអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសជាតិមួយក៏ត្រូវមានសមាសភាពផ្សំជាច្រើននៅក្នុងនោះកត្តាធនធានមនុស្សជាសមាសភាពដ៏សំខាន់មួយនៅក្នុងចំណោមសមាសភាពផ្សំដទៃទៀតក្នុងន័យនេះភាពខ្លាំងក្លារឹងមាំរបស់កងទ័ពទាមទារឲ្យមានការធ្វើទំនើបកម្មទាំងផ្នែកទន់និងរឹងដូចជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានកងទ័ពអាវុធយុទ្ធភ័ណ្ឌសមត្ថភាពយោធិនមានឆន្ទៈមោះមុតស្នេហាជាតិមាតុភូមិមានសាមគ្គីភាពនិងយល់ដឹងទូលំទូលាយជាលក្ខណៈសកលឈរលើសភាពការពីពិភពលោកកំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលដ៏ជ្រាលជ្រៅមិនប្រកបប្រជាស្មុគស្មាញពិបាកស្មានដូចនៅពេលនេះគ្រប់កងឯកភាពក្នុងកងយុទ្ធពលខេមរភូមិន្ទពិសេសបណ្ដាសាលាមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យការពារជាតិដែលជាបញ្ហាបណ្ដាលតម្រង់ទិសទស្សនៈទាននយោបាយការពារជាតិការនេះទាមទារឲ្យថ្នាក់ដឹកនាំយោធាចារយកចិត្តទុកដាក់សិក្សាស្រាវជ្រាវប្រមាណប្រមូលព័ត៌មានតាក់ទងទៅនឹងវិស័យការពារជាតិយុទ្ធវិធីយុទ្ធសាស្ត្រសម្រាប់បំពេញនិងបណ្ដុះបណ្ដាលនីតិហានរងនិស្សិតសិក្ខាកាមតាមសេចក្តីត្រូវការរបស់ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទដើម្បីធានាបាននៅភារកិច្ចស្នូលក្នុងការអប់រំបណ្ដុះបណ្ដាលវឹកវើនិងបំពេញយោធិនឲ្យកាន់តែមានសមត្ថភាព
នាយឧត្តមសេនីយ៍ទាសីហាបានផ្ដល់ការណែនាំដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិបណ្ដាសាលាវិទ្យាស្ថានមជ្ឈមណ្ឌលវឹកវើចំណុះក្រសួងនិងអគ្គបញ្ជាការដ្ឋានព្រមទាំងសិស្សនិស្សិតទី1បន្ថយយកចិត្តទុកដាក់កែសម្រួលកម្មវិធីសិក្សាចងក្រងធ្វើបច្ចុប្បន្នភាពខ្លឹមសារមេរៀនបង្រៀនគ្រប់មុខវិជ្ជាឲ្យស្របទៅតាមផែនការវឹកវើនិងបណ្ដុះបណ្ដាលរបស់គណៈកម្មការដឹកនាំការងារវឹកវើកងយុទ្ធពលខេមរភូមិន្ទគោលនយោបាយនិងកម្មវិធីកំណែតម្រង់របស់រាជរដ្ឋាភិបាលត្រូវធ្វើទំនើបកម្មវិធីសិក្សាតាមរយៈការបង្កើនការប្រើនៅបច្ចេកវិទ្យា Digital ក្នុងកម្មវិធីសិក្សាដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់កងយុទ្ធពលខេមរភូមិន្ទក្នុងកលៈទេសៈថ្មីទី2បន្តយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធទន់និងរឹងសម្រាប់បម្រើឲ្យការអប់រំបណ្ដុះបណ្ដាលវឹកវើនិងបំពេញយោធិនដោយផ្ដោតទៅលើសមត្ថភាពជំនាញចំណេះដឹងសិលធម៌អត្តចរិតភាពអង់អាចក្លាហាននិងមនសិការស្នេហាជាតិនិងទី3ត្រូវបន្តពង្រឹងសមត្ថភាពយោធាចារនិងឯកសារបង្រៀនគ្រប់ជំនាញគ្រប់មុខវិជ្ជាឲ្យមានគុណភាព